ខាងនេះថ្ងៃនេះមកបង្ហាញពីຂະຫນາດចក្រានដុតប្រេងដែលយើងឆ្នៃមួយប៉ាសាំងទៀតថ្ងៃនេះយើងចេញពីឈុតទៀតតែជាងកន្លងចេញពីឈុតប្រភេទប៉ាសាំងដែលក្រាស់អានេះតែបលីកន្លះហើយប៉ាសាំងនេះប្រភេទយើងចេញជាចក្រានហើយស្រេចចេះក៏មានជាប្រភេទប៉ាសាំងចេះក៏មានហើយជាប្រភេទចក្រានហើយស្រេចជាមួយនឹងការរៀបប៉ាសាំងទេរត់តែស្រួលយើងរៀបប្រភេទជាប៉ាសាំងអញ្ចឹងបងប្អូនទាំងអស់គ្នាហើយសម្រាប់ប្រភេទកឡចល័តចេះក៏យើងមានដូចគ្នាបាទហើយមុខបីទឹកពីរយើងពងកាត់ហើយនោះក៏យើងពងកឡើងប្រភេទក្បាលពីរដូចគ្នាដែរតកតងជាមួយនឹងអវ៉ាន់របស់យើងមាននៅក្នុងស្តុកគ្រប់ខ្នាតទាំងអស់បងប្អូនដែលត្រូវការគឺអាចឆាតបានហើយប្រភេទភ្លុះអានេះមុខបតក7ប្រភេទហូតកឡចេញក្រៅតែជាប្រភេទភ្លុះបាទជាប្រភេទកឡបងនៅត្រូវការអាចសួរនាំបានតឡើងបដាមុខពីទឹក2ហើយសម្រាប់មុខទឹក7ក៏យើងមាននៅក្នុងស្តុកច្រើនដែរក្នុងការដែលបងទៅចង់យកទៅដើម្បីធ្វើការសាក់លបងគឺគីឡូហូតតែអ្នកអត់បាញ់ថ្នាំទេតែមាននៅក្នុងស្តុកនៅតែចេញផ្សារវាគឺចេញຂະຫນាតតែម្ដងអញ្ចឹងជួនព័ត៌មានទៅវិញតកតងជាមួយនឹងអវ៉ាន់ដែលមាននៅក្នុងស្តុកទាំងអស់នេះបងអាចសួរនាំឬក៏អាចបញ្ជាទិញបានហើយសម្រាប់ប៉ាសាំងនេះគឺជាទូទៅគឺអេមសម្រាប់បងដែលគាត់យកទៅដាក់ខ្ទះថ្នោតមុខចាប់ពី78រហូតដល់មុខ1ម៉ែត្រគឺត្រូវបានទាំងអស់អញ្ចឹងបងដែលត្រូវការអាចសួរនាំខ្ញុំបន្ថែមអរគុណចំពោះការទស្សនាវីដេអូមួយនេះ